សួស្តីអ្នកនរគ្នាខ្ញុំរដ្ឋាហើយនេះគឺជាវីដេអូដំបូងដែលខ្ញុំបាននិយាយទៅលើ YouTube ដោយសារតែរាល់ដងគឺខ្ញុំនិយាយតែនៅលើប្រព័ន្ធ Facebook ទេតែថ្ងៃនេះខ្ញុំចង់ចែកម្លែកគ្រប់ social media ទាំងអស់គឺចែកម្លែកដល់អ្នកនរគ្នានៅលើប្រព័ន្ធ YouTube គីឡូអ្នកខ្លះក៏អត់បានឃើញខ្ញុំនៅលើ Facebook តែមកឃើញខ្ញុំនៅលើ YouTube នេះវិញម្ដងហើយសម្រាប់ថ្ងៃនេះគឺខ្ញុំចង់ចែកម្លែកអ្នកនរគ្នាអំពីលក្ខខណ្ឌមួយចំនួនដែលយើងអាចប្រឡងបានជាក្របខ័ណ្ឌមន្ត្រីរាជការខ្ញុំគិតថាប្រជាជនខ្មែរយើងជាច្រើនជាពិសេសសិស្សនិស្សិតរបស់យើងគឺមានក្តីសម័យមួយគឺចង់ប្រឡងជាប់នៅក្របខ័ណ្ឌហើយសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំបានប្រឡងជាប់ក្របខ័ណ្ឌរួចរាល់ហើយគឺខ្ញុំប្រឡងជាប់ជាសិស្សមន្ត្រីក្រមការនៃសាលាពុំរដ្ឋបាលហើយបច្ចុប្បន្នគឺខ្ញុំបម្រើការងារនៅតាមរដ្ឋបាលស្រុកកោះអណ្ដែតនៅខេត្តតាកែវមួយអ្នកទាំងអស់គ្នាហើយខ្ញុំគិតថាចំណុចនេះគឺជាចំណុចមួយដែលអ្នកទាំងអស់គ្នាគួរតែដឹងច្បាស់ហើយក៏គួរតែចងចាំពីព្រោះអីលក្ខខណ្ឌនៃការប្រឡងគឺវាពិតជាសំខាន់ខ្លាំងមែនទែនដើម្បីឲ្យអ្នកនរគ្នាអាចចូលប្រឡងបានគឺអ្នកនរគ្នាត្រូវតែបំពេញនៅលក្ខខណ្ឌទាំងអស់ហ្នឹងទើបអ្នកនរគ្នាអាចចូលប្រឡងបានហើយសម្រាប់លក្ខខណ្ឌដែលខ្ញុំនឹងនិយាយមកឲ្យអ្នកនរគ្នាដឹងនៅថ្ងៃហ្នឹងគឺខ្ញុំយកយោងតាមអនុក្រឹត្យទៅតាមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃប្រជាណាចក្រកម្ពុជាដែលច្បាប់ហ្នឹងចេញដូចជានៅឆ្នាំ1994អ្នកនរគ្នាប៉ុន្តែបច្ចុប្បន្នគឺធ្វើវិសោធនកម្មបាន2ដងហើយសម្រាប់ថ្ងៃហ្នឹងគឺខ្ញុំលើកពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌនៃការឲ្យយើងអាចប្រឡងចូលធ្វើការបានហើយសម្រាប់បេក្ខជនទាំងអស់គ្នាដែលជាសិស្សនិស្សិតហ្នឹងចង់ចូលបម្រើការងារហ្នឹងត្រូវតែបំពេញឲ្យគ្រប់លក្ខខណ្ឌទាំង7ដែលមានចែងនៅក្នុងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលជាគោលប៉ុន្តែអ្វីដែលខ្ញុំនិយាយលក្ខខណ្ឌនេះគឺសម្រាប់តែមន្ត្រីរាជការស៊ីវិលអ្នកនរគ្នាស្ដាប់ឲ្យបានច្បាស់មន្ត្រីរាជការស៊ីវិលដោយសារតែការបម្រើការងាររដ្ឋគឺមានច្រើនសន្តានផ្សេងៗគ្នាអាចជាមន្ត្រីលក្ខន្តិកៈអាចជាមន្ត្រីរាជការស៊ីវិលហើយក៏អាចជាខាងកងកម្លាំងដែរដែលមានជាបលិសតែហ៊ានឬក៏កងកម្លាំងអាវុធហត្ថយុទ្ធឲ្យតែប្រើកងប្រដាប់អាវុធគេហៅថានឹងខាងកងកម្លាំងហ្នឹងវាផ្សេងពីមន្ត្រីរាជការស៊ីវិលមន្ត្រីរាជការស៊ីវិលគឺជាមន្ត្រីដែលធ្វើការនៅតាមក្រសួងស្ថាប័នអីផ្សេងៗទេដែលយើងគ្រាន់តែប្រើបិចប្រាសភ័យធម្មតាទេអ្នកនរគ្នាអាចឃើញទៅតាមក្រសួងផ្សេងៗនៅតាមមន្ទីរតាមសាលាស្រុកខាងនេះហ្នឹងគឺសុទ្ធតែជាមន្ត្រីរាជការស៊ីវិលហើយទាំងអស់គ្នាហើយសម្រាប់លក្ខខណ្ឌថ្ងៃនេះដែរអ្នកនរគ្នាអាចប្រឡងចូលធ្វើជាមន្ត្រីរាជការស៊ីវិលបានលក្ខខណ្ឌទី1គឺអ្នកទាំងអស់គ្នាត្រូវតែមានសញ្ជាតិខ្មែរកន្លែងនេះគឺជាចំណុចមួយដែលសំខាន់ខ្លាំងមែនទែនមន្ត្រីរាជការគឺជាអ្នកដែលគ្រប់គ្រងដែនដីយើងទាំងមូលដឹកនាំកិច្ចការងារប្រទេសជាតិអញ្ចឹងយើងអត់អាចយកអ្នកដែលមានជនជាតិផ្សេងមកដឹកនាំប្រជាជនយើងបានទេអញ្ចឹងចំណុចដែលសំខាន់គឺអ្នកទាំងអស់គ្នាត្រូវតែមានសញ្ជាតិជាជនជាតិខ្មែរសញ្ជាតិខ្មែរហ្នឹងគឺជាជំហានដំបូងដែលអ្នកទាំងអស់គ្នាត្រូវមានសម្រាប់លក្ខខណ្ឌក្នុងការប្រឡងហើយសម្រាប់ចំណុចទី2អ្នកទាំងអស់គ្នាត្រូវមានអាយុយ៉ាងតិច18ឆ្នាំហើយមិនលើសពី25ឆ្នាំប៉ុន្តែគឺមានករណីលើកលែងមួយចំនួនដូចខាងក្រោមអញ្ចឹងកម្ពុជាដែលគេអាចឲ្យយើងប្រឡងជាមន្ត្រីរាជការស៊ីវិលបានគឺអ្នកនរគ្នាត្រូវមានអាយុចន្លោះពី18ឆ្នាំទៅ25ឆ្នាំប៉ុន្តែគេមានករណីលើកលែងដូចខាងក្រោមខ្ញុំនឹងប្រាប់អ្នកនរគ្នាមានចំនួន4ចំណុចចំណុចទី1បេក្ខជនត្រូវមានសញ្ញាបត្រឧត្តមសិក្សាកម្រិតអាយុរបស់យើងពី25ឆ្នាំទៅ30ឆ្នាំយ៉ាងច្រើនបំផុតសញ្ញាបត្រឧត្តមសិក្សាអញ្ចឹងកន្លែងហ្នឹងគឺមានន័យថាអ្នកទាំងអស់គ្នាត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រតែគ្នាយើងភាគច្រើននិយាយថាបរិញ្ញាបត្រគេដែរនិយាយថាឧត្តមសិក្សាហ្នឹងគឺគេចង់ផ្ដោតទៅលើអ្នកដែលមានបរិញ្ញាបត្រអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកដែលមានបរិញ្ញាបត្រអាយុចន្លោះពី25ឆ្នាំដល់30ឆ្នាំហ្នឹងអាចលើសបានលើសពីលក្ខខណ្ឌដែលគេកំណត់ដំបូងហ្នឹងហើយមួយទៀតបេក្ខជនដែលបានរៀនចប់នៅឧត្តមសិក្សាចំនួន1ឆ្នាំឬច្រើនឆ្នាំហើយមិនបានសញ្ញាបត្រនោះកម្រិតអាយុ25ឆ្នាំនឹងត្រូវរំកិលតាមចំនួនឆ្នាំដែលយើងបានរៀនក្នុងគ្រឹះស្ថានឧត្តមសិក្សាទាំងនោះតែមិនឲ្យលើសពីអាយុ30ឆ្នាំដូចគ្នាកន្លែងហ្នឹងគឺចង់មានន័យថាបើសិនជាអ្នកទាំងអស់គ្នាកំពុងតែរៀននៅសាកលវិទ្យាល័យរៀនបរិញ្ញាបត្រហ្នឹងប៉ុន្តែគ្នាយើងរៀនអត់ទាន់ចប់ទេឧទាហរណ៍ជាក់ស្ដែងដូចជាអ្នកដែលគាត់ប្រឡងចូលសាលាភូមិរដ្ឋបាលអញ្ចឹងរៀនបានចប់ឆ្នាំទី2គឺគេអនុញ្ញាតឲ្យប្រឡងហើយអញ្ចឹងក្នុងលក្ខខណ្ឌអាយុកន្លែងហ្នឹងគឺគេកំណត់អាយុយ៉ាងច្រើន28ឆ្នាំអញ្ចឹងមានន័យថាគឺយើងត្រូវរំកិលឡើងកន្លែងហ្នឹងគឺជាចង់និយាយអញ្ចឹងណាកន្លែងថាមិនតបបានសញ្ញាបត្រនោះមានន័យថាយើងអត់តបបានសញ្ញាបត្របញ្ញាទេអញ្ចឹងកម្រិតអាយុរបស់យើងរំកិលវា25ឆ្នាំរំកិលឡើងទៅតាមចំនួនឆ្នាំដែលយើងបានរៀនវាមានដូចជា25ឡើងទៅ26 28អញ្ចឹងណាតាមឆ្នាំតែអត់ឲ្យលើសពី30ឆ្នាំទេក្នុងរយៈពេលហ្នឹងហើយសម្រាប់លក្ខខណ្ឌលើកលែងទី4បេក្ខជនដែលបានបំពេញកាតព្វកិច្ចយោធា
ការកម្រិតអាយុរំកិលតាមចំនួនឆ្នាំដែលបានបំពេញយោធានោះចឹងប្រហែលជាឆ្នាំ2026នេះគឺយើងមានលក្ខខណ្ឌបំពេញកាតព្វកិច្ចយោធាសម្រាប់អ្នកបំពេញកាតព្វកិច្ចយោធាឬថាបច្ចុប្បន្នដូចជាប្រហែល18ខែស្មើនឹង2ឆ្នាំអញ្ចឹងបើសិនជាយើងទៅបំពេញកាតព្វកិច្ចយោធាបាន2ឆ្នាំគេរំកិលឆ្នាំរបស់យើងបាន2ឆ្នាំទៅកាលមុនថាអាយុកំណត់ត្រឹម25ឆ្នាំអញ្ចឹងតែអ្នកនរគ្នាទៅបំពេញកាតព្វកិច្ច2ឆ្នាំអញ្ចឹងអាយុអ្នកនរគ្នាដែលអាចប្រឡងបានអាចរំកិលឡើងលើជា27ឆ្នាំអញ្ចឹងណាគេរំកិលតាមកាតព្វកិច្ចយោធាដែលយើងបានបំពេញហើយចំណុចខក្នុងពេលចាំបាច់រាជរដ្ឋាភិបាលអាចចេញអនុក្រឹត្យលើកលែងការកំណត់អាយុនៃបេក្ខជនដើម្បីបំពេញតម្រូវការជាអត្ថប្រយោជន៍ដើម្បីផលប្រយោជន៍ជាតិកន្លែងនេះគឺការចេញអនុក្រឹត្យមួយដោយរាជរដ្ឋាភិបាលដែលគាត់លើកលែងលក្ខខណ្ឌអាយុបុគ្គលម្នាក់ហ្នឹងដោយសារតែគាត់សំខាន់ទៅលើការងាររបស់ជាតិណាមួយដែលគេត្រូវការអញ្ចឹងគេលើកលែងលក្ខខណ្ឌអាយុគាត់ចេញអញ្ចឹងគាត់ចាំបាច់កំណត់លក្ខខណ្ឌអាយុអីផ្សេងទៀតទេហើយអានេះខ្ញុំនិយាយក្រៅមួយចំនួនទៅដោយសារតែខ្ញុំឃើញលក្ខខណ្ឌមួយចំនួនដែលក្នុងការប្រឡងអញ្ចឹងសម្រាប់បញ្ញាបត្រគឺគេកំណត់ត្រឹមអាយុ35ឆ្នាំហ្នឹងលើសហើយយើងឃើញតាមការប្រឡងហើយមួយទៀតអនុបណ្ឌិតយុវវ័យច្រើនបំផុតគេថាសញ្ញាបត្របញ្ញាបត្រខ្ពស់ឬអនុបណ្ឌិតហ្នឹងយុវវ័យយ៉ាងច្រើនបំផុតអាចដល់40ឆ្នាំហើយបើសិនជាអ្នកនរគ្នាមានសញ្ញាបត្របណ្ឌិតឬក៏អ្នកនរគ្នាជាមន្ត្រីរាជការស្រាប់គឺគេលើកលែងលក្ខខណ្ឌអាយុហ្នឹងបើយើងសង្កេតតាមការប្រឡងដែលយើងឃើញរាល់ដងគឺគេបែបហ្នឹងតែនេះខ្ញុំនិយាយជាច្បាប់គោលមួយនៅក្នុងសហលកម្មមន្ត្រីរាជការស៊ីវិលឥឡូវយើងចូលមកដល់ចំណុចទី4គឺមិនប្រះចាកសិទ្ធិខាងរដ្ឋប្រវេណីសិទ្ធិជីវរដ្ឋឬសិទ្ធិខាងនយោបាយអាហ្នឹងសម្រាប់ចំណុចទី3ដែលគេថាមិនអោយយើងប្រះចាកសិទ្ធិខាងហ្នឹងទេឡើយនេះខ្ញុំអត់សូវច្បាស់ដែរវាចង់មានន័យថាម៉េចទេហើយចំណុចទី4យើងអត់មានទោសឧក្រិដ្ឋឬទោសមជ្ឈិមដែលល្មើដល់ប៉ះពាល់ទំនៀមទម្លាប់កិត្តិយសសុចរិតមានន័យថាយើងអត់ដែលប្រព្រឹត្តអំពើឆក់ប្លន់ចាស់សម្លាប់ឬមួយក៏យើងធ្លាប់ជាប់គុកអីជាបទឧក្រិដ្ឋកម្មអីផ្សេងទេអ្នកនរគ្នាអញ្ចឹងបើអ្នកនរគ្នាធ្លាប់ប្រព្រឹត្តហ្នឹងគឺក៏គេអត់អនុញ្ញាតឲ្យយើងប្រឡងដែរដោយសារតែពេលដែលយើងប្រឡងចប់គឺត្រូវមានឲ្យយើងធ្វើលិខិតស្គាល់ទោសមួយដើម្បីបញ្ជាក់ពីទោសកំហុសរបស់យើងទៀតថាយើងធ្លាប់ប្រព្រឹត្តទោសអីឬអត់អញ្ចឹងណាហើយសម្រាប់ចំណុចទី5គឺត្រូវមានកាយសម្បទាគ្រប់គ្រាន់ក្នុងការបំពេញការងារដែលមានលក្ខណៈសម្បត្តិចែងទុកជាមុននៅក្នុងសេចក្តីណែនាំនិងបទបញ្ជាធម្មមានអញ្ចឹងបើសិនជាការងារមន្ត្រីរាជការស៊ីវិលណាដែលគេត្រូវការអ្នកនរគ្នាមានកាយសម្បទាគ្រប់គ្រាន់ទៅអាចបំពេញការងារបានឧទាហរណ៍ថាដូចជាមន្ត្រីកសិកម្មអីគាត់ត្រូវចុះទៅតាមវាលស្រែតែបើសិនជាយើងមានវិការភាពអីមួយពិបាកក្នុងការចុះហ្នឹងគាត់កើតដែរអញ្ចឹងនៅពេលដែលគេដាក់ពាក្យរើសអីមួយហ្នឹងគឺគេមានបញ្ជាក់ឲ្យថាលក្ខខណ្ឌត្រូវការអីខ្លះអញ្ចឹងអ្នកនរត្រូវបំពេញលក្ខខណ្ឌដែលគេជ្រើសរើសហ្នឹងតែក៏មានការងារមួយចំនួនដែលគេអត់មានលក្ខខណ្ឌទេអ្នកនរគ្នាអាចធ្វើការបានហើយទោះបីជាអ្នកនរគ្នាមានវិការភាពឬមួយក៏អីក៏អាចធ្វើការបានដែរតែវាមានការងារមួយចំនួនដែលទាមទារចាំបាច់ត្រូវមានកាយសម្បទាអញ្ចឹងណាគ្រប់គ្រាន់នៅតែអាចធ្វើបានហើយទី6បងប្អូនជនជាតិភាគតិចបងប្អូនតំបន់សាច់ដុយាលបងប្អូននារីភេទអាចត្រូវបានផ្ដល់អត្ថប្រយោជន៍និងភាពងាយស្រួលកន្លែងហ្នឹងមានន័យថាឧទាហរណ៍បើបន្ទុកអ្នកទាំងអស់គ្នា2អ្នកស្មើគ្នាអញ្ចឹងគឺគេឲ្យអត្ថប្រយោជន៍ទៅខាងអ្នកនៅជនជាតិភាគតិចឬក៏នៅតំបន់ដាច់ស្រយាលឬក៏បេក្ខជនបេក្ខភាពជានារីគឺគេផ្ដល់អត្ថប្រយោជន៍ទៅលើបេក្ខជនទាំងអស់តែប្រភេទដែលខ្ញុំបាននិយាយហ្នឹងហើយចំណុចចុងក្រោយត្រូវបំពេញលក្ខខណ្ឌខាងសមត្ថភាពគ្រប់គ្រាន់ដោយមានចែងក្នុងបទបញ្ញត្តិដែលឡែកនៃអង្គដែលខ្លួនសូមបំពេញការងារឡើយនេះត្រូវឲ្យអ្នកទាំងអស់គ្នាមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការបំពេញការងារនឹងទៀតដោយដែលគេចែងក្នុងបទបញ្ជាដែលឡែកនៃអង្គណាមួយអញ្ចឹងណាត្រូវមានសមត្ថភាពបំពេញការងារទាំងអស់ហ្នឹងហើយនេះគឺជាចំណុចគោលដែលមានចែងនៅក្នុងច្បាប់គោលរបស់នៃការជ្រើសរើសមន្ត្រីដែលថាលក្ខខណ្ឌដែលឲ្យយើងជ្រើសរើសធ្វើការប៉ុន្តែនៅមានលក្ខបើសិនជាអ្នកគ្នាគ្រប់លក្ខខណ្ឌទាំងអស់នេះហើយអ្នកទាំងអស់គ្នាត្រូវឆ្លងដំណើរការមកតង់ទៀតគឺការប្រកួតប្រជែងគ្នាការប្រឡងក្របខ័ណ្ឌរដ្ឋមិនមែនដូចជាការប្រឡងឯកជនទេតែមានបេក្ខជនតិចតួចដែលគាត់ទៅដាក់ពាក្យប្រឡងការប្រឡងក្របខ័ណ្ឌរដ្ឋអ្នកទាំងអស់គ្នាត្រូវមានការប្រកួតប្រជែងខ្ពស់ខ្លាំងមែនទែនដូចជាការប្រឡងសិស្សមន្ត្រីក្រមការសាមុនអ្នកនរគ្នាមើលឃើញហើយ 16000 អ្នកជាងហើយយកតែ205អ្នកទេអញ្ចឹងការប្រកួតប្រជែងយើងស្ទើរតែ 1% ដែលអ្នកនរគ្នាមានសង្ឃឹមថាជាប់អញ្ចឹងវាព្យាយាមយើងដុសខាត់នៅចំណេះដឹងយើងផ្សេងឲ្យយើងមានចំណេះដឹងខ្លាំងជាងគេមិនមែនថាយើងចេះហើយយើងប្រឡងជាប់ទេគឺចេះហើយត្រូវតែខ្លាំងជាងគេទៀតទៅជាងគ្នាយើងអាចប្រឡងបានទទួលបានលទ្ធផលសម្រាប់ជោគជ័យទៅតាមអ្វីដែលអ្នកនរគ្នាចង់អញ្ចឹងអ្នកនរគ្នាគួរតែចំណាយពេលមើលមេរៀនឲ្យបានច្រើនដូចខ្ញុំនិយាយអញ្ចឹងអ្នកនរគ្នាគួរតែចាប់កាន់អានសៀវភៅឲ្យបានច្រើនជាងអ្នកទាំងអស់គ្នាមើលទូរស័ព្ទបើសិនជាអ្នកទាំងអស់គ្នាមានក្តីសម័យចង់ប្រឡងក្របខ័ណ្ឌរដ្ឋការប្រឡងក្របខ័ណ្ឌរដ្ឋគឺការប្រកួតប្រជែងជាងការប្រឡងឯកជនទៀតតើអ្នកទាំងអស់គ្នាខ្លាំងហើយខ្លាំងជាងគេទៀតទៅអ្នកទាំងអស់គ្នាអាចប្រឡងជាប់ហើយខ្ញុំ
នឹងជួយចែកម្លែកអ្នកនរគ្នានៅមេរៀនមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងការប្រឡងក្របខ័ណ្ឌនៅក្នុង channel YouTube របស់ខ្ញុំមួយនេះហើយអ្នកនរគ្នាអាចជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងហើយចុច Like វីដេអូមួយទៅហើយបើសិនជាអ្នកនរគ្នាចង់ទទួលបានព័ត៌មានអីផ្សេងៗឬក៏មេរៀនអីផ្សេងៗទៀតអាច comment នៅខាងក្រោមនេះបានខ្ញុំនឹងព្យាយាមស្រាវជ្រាវហើយចែកម្លែកមេរៀនទាំងអស់ហ្នឹងដល់អ្នកទាំងអស់គ្នាយើងចង់ឲ្យប្រទេសយើងអភិវឌ្ឍបានតតែប្រជាជនរបស់យើងពោពេញទៅដោយចំណេះដឹងខំរៀនទៅបែបហ្នឹងហើយបានជាខ្ញុំបង្កើតទៅជាមេតិកាមួយដែលនិយាយពីការអប់រំការចែករំលែកចំណេះដឹងចែករំលែកនៅមេរៀនអីផ្សេងៗជូនដល់អ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយគាំទ្រខ្ញុំដើម្បីខ្ញុំមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូចែករំលែកនៅចំណេះដឹងផ្សេងៗដល់អ្នកទាំងអស់គ្នាហើយជួយឲ្យប្រទេសជាតិរបស់យើងរីកចម្រើនជម្រាបលាអ្នកទាំងអស់គ្នាជួយចុច Subscribe អ្នកទាំងអស់គ្នាកុំភ្លេចបាយបាយ